ការងារចុះបញ្ជីដីធ្លីការងារចុះបញ្ជីដីធ្លីមានគោលបំណងសម្ដៅធានានៅសុវត្ថិភាពកាន់កាប់ដីធ្លីពង្រឹងប្រសិទ្ធភាពទីផ្សារដីធ្លីដើម្បីចូលរួមចំណែកបង្កើនចំណូលថវិកាជាតិនិងពង្រឹងសេដ្ឋកិច្ចជាតិតាមរយៈការកសាងក្របខ័ណ្ឌគោលនយោបាយដីធ្លីច្បាប់និងបទដ្ឋានគតិយុត្តពង្រឹងស្ថាប័ននិងកសាងប្រព័ន្ធចុះបញ្ជីដីធ្លីទំនើបកសាងប្រព័ន្ធបណ្ដាញប្រតិពីវិភាគព្រមទាំងដោះស្រាយទំនាស់ដីធ្លីបើគិតចាប់ពីពេលចាប់ផ្ដើមមកដល់ត្រឹមខែសីហាឆ្នាំ2018នេះសម្រាប់ចែកបានដល់ដៃប្រជាពលរដ្ឋចំនួន4,910,055 បានស្មើនឹង 68.74% ដោយរួមបញ្ចូលទាំងការធ្វើប្រតិណកម្មតាមរយៈនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីប្រមាណជាង 70,000 បាននៃក្បាលដីប៉ាន់ស្មានសរុប 7 លានក្បាលដីបើគិតត្រឹមតែរយៈពេល20ឆ្នាំឆ្នាំ1999ដល់ឆ្នាំ2018លទ្ធផលសម្រេចបានជាង4លាន2សែនបានគួរឲ្យកត់សម្គាល់ថាលទ្ធផលខាងលើក៏រាប់បញ្ចូលផងដែរ 1. ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចសម្រេចបាន24សហគមន៍ស្មើនឹង684បានទំហំដី 22,682.06 ហិកតាស្មើនឹង 2,568 គ្រួសារនិង 2. ការចុះបញ្ជីដីរដ្ឋបានចំនួន 1,427 បានស្មើនឹងទំហំ 64,000 ហិកតាដើម្បីឲ្យមានភាពទំនើបកម្មក៏ដូចជាបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែឆាប់រហ័សក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានដាក់ឲ្យប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុគំរូថ្មីដោយភ្ជាប់ជាមួយប្រព័ន្ធ QR Code តាមរយៈប្រព័ន្ធ QR Code នេះសាធារណជនអាចប្រើប្រាស់ទូរស័ព្ទទំនើបដើម្បីពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានអំពីក្បាលដីដែលមាននៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាមួយនឹងព័ត៌មានដែលបានកត់ត្រានៅក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យរបស់រដ្ឋបាលសុរិយោដី។